ដឹងការប៉ັດហើយរឿងផ្អើលទាំងយប់នៅផ្លូវជាលេខ3ស្រុកកងពិសីករណីពលរដ្ឋពាត់ឡានសមត្ថកិច្ចលោកផៃវណ្ណៈស្នើបែបនេះថាកាលពីពេលថ្មីនេះគឺមានការភ្ញាក់ផ្អើលមួយទាំងយប់នៅឯផ្លូវជាតិលេខ3ស្រុកកងពិសីដែលមានប្រជាពលរដ្ឋជាច្រើនអ្នកបានធ្វើការឡោមព័ទ្ធឡានសមត្ថកិច្ចមិនឲ្យសមត្ថកិច្ចដឹកជនល្មើសចេញរហូតដល់មានករណីបិទផ្លូវជាតិលេខ3និងបំផ្លិចបំផ្លាញរថយន្តនគរបាលថែមទៀតផងពាក់ព័ន្ធនឹងករណីខាងលើនេះឥឡូវនេះដឹងការពិតហើយបើយោងតាមเพจស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថាដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឧត្តមសេនីយ៍តូខឹមសុខៃស្នងការនគរបាលខេត្តកំពង់ស្ពឺកម្លាំងនគរបាលដឹកនាំដោយលោកវីរៈសេនីយ៍ឯកយ៉ាងសុកលីអធិការនគរបាលស្រុកកងពិសីបានធ្វើការសហការជាមួយនឹងកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រៃវែងខាត់ខ្លួនបពពួកមុខសញ្ញាអ្នកទទួលផលចោរកម្មទិញរថយន្តពីចោរដែលបានលួចមកពីខេត្តព្រៃវែងដែលមានរថយន្តម៉ាកហ៊ីយ៉ាន់ដៃទម្ងន់2តោនកន្លះដែលបានទិញពីជនល្មើសក្នុងតម្លៃ$1,600ហើយគាត់បានលក់បន្ត$2,300រថយន្តគ្មានឯកសារច្បាប់ដើមនៅចំណុចភូមិអង្រងឃុំមហាឫសីស្រុកកងពិសីខេត្តកំពង់ស្ពឺកាលពីថ្ងៃទី4ខែមេសាឆ្នាំ2026ស្នងការនគរបាលបានបន្តទៀតថាក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានធ្វើការខាត់មុខសញ្ញាទទួលផលចោរកម្មដែលមានឈ្មោះកែវដារ៉ូភេទប្រុសមុខរបរទិញលក់រថយន្តដោះបំបាយគ្រឿងលក់កាប់សាច់ប៉ុន្តែប្រតិបត្តិការខាងលើត្រូវប្រជាពលរដ្ឋចម្រុះរួមជាមួយនឹងអ្នកធ្វើដំណើរបានឈរមើលផ្អើលឈូឆរនិងបានធ្វើសកម្មភាពឡោមព័ទ្ធរារាំងសមត្ថកិច្ចគោលបំណងរំដោះជនសង្ស័យមុខសញ្ញាចោរកម្មមិនឲ្យសមត្ថកិច្ចអនុវត្តជាលទ្ធផលសមត្ថកិច្ចបានធ្វើការខាត់មុខសញ្ញាបានចំនួន3នាក់ទី1គឺឈ្មោះកែវដារ៉ូភេទប្រុសអាយុ30ឆ្នាំមុខរបរទិញលក់រថយន្តជាអ្នកទទួលផលចោរកម្មទី2គឺឈ្មោះផាតតេងណេងភេទប្រុសអាយុ26ឆ្នាំជាអ្នករារាំងនិងទី3ឈ្មោះហ៊ុនង៉ែតភេទប្រុសអាយុ56ឆ្នាំជាអ្នករារាំងសមត្ថកិច្ចបានបន្តទៀតថាករណីខាងលើសមត្ថកិច្ចបានបំបែកវងមនុស្សដែលបានមកឡោមព័ទ្ធក្នុងគោលបំណងដើម្បីការពាររារាំងសមត្ថកិច្ចមិនឲ្យអនុវត្តនៃការខាត់ខ្លួនមុខសញ្ញាទទួលផលចោរកម្មទិញរថយន្តពីចោរនិងបពពួកបច្ចុប្បន្នមុខសញ្ញាទាំង3នាក់បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដើម្បីចាត់ការតាមនីតិវិធីច្បាប់ពាក់ព័ន្ធនឹងករណីពលរដ្ឋពាត់ឡានសមត្ថកិច្ចនេះផងដែរលោកផៃវណ្ណៈក៏បានស្នើឡើងបែបនេះថានៅពេលដែលសមត្ថកិច្ចនគរបាលខេត្តព្រៃវែងសហការជាមួយនឹងនាយកដ្ឋានព្រំប្រទានក្រសួងមហាផ្ទៃនិងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចុះទៅដកហូតឡាននិងខាត់ខ្លួនអ្នកទិញដែលជាអ្នកទទួលផលចោរកម្មនោះប៉ុន្តែស្រាប់តែសមត្ថកិច្ចកំពុងអនុវត្តការងាររបស់ខ្លួនស្រាប់តែមានប្រជាពលរដ្ឋមួយក្រុមចេញមករារាំងសមត្ថកិច្ចការពារមុខសញ្ញាទទួលផលចោរកម្មរហូតដល់ហ៊ានបិទផ្លូវនិងបំផ្លិចបំផ្លាញរថយន្តនគរបាលថែមទៀតលោកផៃវណ្ណៈបានស្នើសុំឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាណាដែលញុះញង់ប្រជាពលរដ្ឋឲ្យប្រឆាំងនឹងសមត្ថកិច្ចចុះអនុវត្តច្បាប់